តោះបាទអញ្ញាអាសៀវបាទសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងយើងសូមស្វាគមន៍សម្រាប់ការមកកាន់សម្រាប់ថ្នាក់មូលដ្ឋានគ្រឹះភាសាកូរ៉េរបស់យើងបាទសម្រាប់ថ្នាក់ដំបូងបាទអ្នកដែលមិនទាន់ទេសោះបាទអញ្ចឹងអ្នកដែលមិនទាន់ទេសោះមុននឹងគាត់ឈានទៅដល់ការចូលដល់ការអានចូលដល់ការបង្កើតប្រយោគគាត់ត្រូវតែរៀនអំពីមូលដ្ឋានគ្រឹះភាសាកូរ៉េទៅសិនបាទចុះបើសិនជាគាត់អត់ទាន់រៀនបានទទួលមូលដ្ឋានគ្រឹះភាសាកូរ៉េនេះទេគឺគាត់អត់ស្គាល់អ្វីទៅហៅថាភាសាកូរ៉េអត់ដឹងថាអានម៉េចអត់ដឹងថាបកប្រែម៉េចទេណាបាទអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ចេះភាសាកូរ៉េអ្នកនរគ្នាត្រូវស្គាល់បាទស្រាក់ស្គាល់ចេញជាអ្នកវាសិនបាទអញ្ចឹងបើសិនអ្នកនរគ្នាអត់ស្គាល់ស្រាក់បើអត់ស្គាល់ចេញជាអ្នកនោះទេអ្នកនរគ្នាអត់អាចអានភាសាកូរ៉េបានទេបាទអញ្ចឹងដើម្បីឲ្យជាឆ្នន់មួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាបើឈានទៅដល់ការអានភាសាកូរ៉េបានឈានទៅដល់ការប្រកបភាសាកូរ៉េបានអ្នកទាំងអស់គ្នាត្រូវតែស្គាល់អ្វីទៅជាស្រាក់អ្វីទៅជាចេញជាអ្នកបាទតើស្រាក់របស់យើងមានអីគេខ្លះចេញជាអ្នករបស់យើងមានអីគេខ្លះបាទអ្នកទាំងអស់គ្នាចេះទាំងអស់ហ្នឹងហើយបាទអ្នកទាំងអស់គ្នាអាចធ្វើការបាទចេះអានចេះប្រកបបាទដូចជាមួយនឹងខ្មែរយើងអញ្ចឹងខ្មែរយើងបើសិនជាខ្មែរយើងបើសិនជាអត់ចេះអានបើអត់ចេះស្រាក់ចេះជាអ្នកទេក៏យើងមិនអាចអានអក្សរខ្មែរបានដែរអញ្ចឹងយ៉ាងណាមិញកូរ៉េដូចគ្នាដែរអ្នកនរគ្នាត្រូវធ្វើការចេះបាទស្រាក់ចេះជិញជាអ្នកទាំងអស់ហ្នឹងបាទអ្នកទាំងអស់គ្នាអាចធ្វើការអានអក្សរកូរ៉េបានអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងមកចូលមើលបាទទាំងអស់គ្នាអញ្ចឹងនៅក្នុងនោះបាទចឹងនៅក្នុងនោះយើងមើលបាទអញ្ចឹងទាំងអស់នេះគេឲ្យឈ្មោះថាមូលបាទជីពុនមូលស្រាក់តូចបាទអានេះគាត់ថាស្រាក់តូចអញ្ចឹងយើងមើលតើការអានស្រាក់តូចយើងមើលបាទមិនខ្លះអញ្ចឹងយើងមើលបងប្អូនបាទខ្ញុំទៅចាំអញ្ចឹងរហូតទៅបាទបាទអាបាទអាយើងមើលអាអញ្ចឹងនេះគេឲ្យឈ្មោះថាអាបាទអាយទៀតយ៉ាអបាទអាយ៉ាអាយ៉ាចឹងអ្នកនរគ្នាអានតាមខ្ញុំមកអាយ៉ាបាទអយ៉បាទអញ្ចឹងអាយ៉ាអយ៉អញ្ចឹងអ្នកនរគ្នាត្រូវតែសរសេរឲ្យបានច្រើនណាបាទអ្នកនរគ្នាអានទៅសរសេរអញ្ចឹងអាក៏សរសេរមិនបាទអញ្ចឹងអាបាទអាយ៉ាអយ៉អ្នកនរគ្នាត្រូវតែសរសេរមិនអ្នកនរគ្នាអានឲ្យអត់សរសេរទេអ្នកនរគ្នាអានឲ្យអ្នកនរគ្នាត្រូវតែសរសេរបាទមួយតួអក្សរឲ្យបាន5បន្ទាត់ទៅ10បន្ទាត់ណាមែនបាទ5បន្ទាត់ទៅ10បន្ទាត់សរសេរឲ្យចាំអា5បន្ទាត់យ៉ា5បន្ទាត់បាទអាយ៉ាអយ៉អូបាទយូអ៊ូយូអ៊ឺអ៊ីបាទចឹងទាំងអស់នេះគេឲ្យឈ្មោះថាស្រៈតូចបាទស្រៈតូចរបស់យើងគឺយើងមាន10បាទអញ្ចឹងអ្នកនរគ្នារាប់តាមខ្ញុំមកទៀតមកអាយ៉ាអយ៉អូយូអ៊ូយូអ៊ឺអ៊ីបាទចឹងអ្នកនរគ្នាអានហើយអ្នកនរគ្នាត្រូវតែសរសេរមួយតួអក្សរឲ្យបាន5ទៅ10បន្ទាត់តោះនេះអ្នកនរគ្នាបាទមិនមែនអ្នកនរគ្នាអានឲ្យចោលទេណាអ្នកនរគ្នាត្រូវតែសរសេរមួយបាទតួអក្សរហ្នឹងអាមួយនេះអ្នកនរគ្នាសរសេរឲ្យបាន5ទៅ10បន្ទាត់បាទឲ្យឃើញអក្សរស្គាល់ហ្មងបាទឃើញអក្សរស្គាល់ហ្មងមែនគ្រាន់តែអានទេអ្នកនរគ្នាអានទេអត់ទេអ្នកនរគ្នាអានហើយមិនសឹកអ្នកនរគ្នាត្រូវយកតែមកសរសេរបានមួយ10បន្ទាត់បើអ្នកនរគ្នាមិនសរសេរទេអ្នកនរគ្នាអត់ស្គាល់ទេអត់ចាំទេបាទអ្នកនរគ្នាត្រូវតែសរសេរបានមួយ10បន្ទាត់មួយ10បន្ទាត់បាទតោះនេះអ្នកនរគ្នាចឹងអ្នកនរគ្នារាប់តាមខ្ញុំមកអាយ៉ាអយ៉អូយូអ៊ូយូអ៊ឺអ៊ីបាទអូខេតោះនេះអ្នកនរគ្នា
បាទចឹងអ្នកនរគ្នាត្រូវតែសរសេរមិនអ្នកនរគ្នាបាទរាប់ហើយអត់សរសេរទេណាបាទអ្នកនរគ្នារាប់ហើយអ្នកនរគ្នាសរសេរបាទចឹងនេះទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះនៃភាសាកូរ៉េបាទរាប់តាមក្នុងទីបាទអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីយេបាទចឹងអ្នកនរគ្នាត្រូវរាប់សារដើមមកបាទអីគេបាទអ៊ីអ៊ឺយូអ៊ូយ៉ូអូយ៉អយ៉ាអាបាទចឹងនៅពេលដែលគេសរសេរគេមានតែសរសេរតាមលេខរៀងទេគេจะសរសេរត្រឡប់ចុះត្រឡប់ឡើងបាទចឹងអ្នកទាំងអស់គ្នាត្រូវតែចាំហើយស្គាល់អក្សរតើអក្សរ A គេសេម៉េចយ៉ាគេសេម៉េចអគេសេម៉េចយ៉គេសេម៉េចអូគេសេម៉េចយ៉ូគេសេម៉េចអ៊ូគេសេម៉េចយូគេសេម៉េចអ៊ឺគេសេម៉េចអ៊ីគេសេម៉េចតើអ្នកទាំងអស់គ្នាបាទបើអ្នកទាំងអស់គ្នាអត់ស្គាល់អក្សរទាំងអស់ហ្នឹងទេអ្នកទាំងអស់គ្នាអត់អាចយកទៅប្រកបអានបានទេព្រោះនៅពេលដែលយើងចេះស្រៈនេះយើងទៅទៀតយើងនឹងធ្វើក៏ដល់អានបាទចេះស្រៈចេះជាអ្នកគឺយើងចាប់ដល់ប្រកបអានហើយណាតែអ្វីដែលសំខាន់អ្នកទាំងអស់គ្នាបាទត្រូវតែចេះស្រៈតូននេះឲ្យចប់សិនអញ្ចឹងយើងក៏លេខមកមើលបាទការផ្សំឡើងអំពីបាទស្រៈតូនបាទអញ្ចឹងពាក្យបាទស្រៈបូស្រៈបានទៅជាពាក្យយើងមើលមានអីគេខ្លះបាទអូពីអូណាអូនេះអូពីអូអញ្ចឹងអូក្នុងភាសាកូរ៉េគេអានថា5អូ5អ៊ីណាអ៊ីនេះអ៊ីអ៊ីបានអ៊ីអ៊ី2បើអ៊ី2អូអ៊ីត្រសក់បាទណាអូអញ្ចឹងយើងយកមកគុំគ្នាឃើញទេបាទអូបូកជាមួយនឹងអ៊ីនេះអ៊ីគឺអ៊ីនេះអ៊ីណាបាទអញ្ចឹងអូបើអូបូកអ៊ីបានអានថាអូអ៊ីបាទអូអ៊ីត្រសក់សួរថាប្រសិនជាអ្នកទាំងអស់គ្នាអត់ចាំអានេះទេអ្នកទាំងអស់គ្នាអាចអានអានេះបានអត់អានបានអត់អានអត់បានទេអញ្ចឹងហើយបានខ្ញុំឲ្យអ្នកទាំងអស់គ្នាសរសេរបាទស្រៈនេះឲ្យចាំបាទឲ្យចាំស្រៈហើយត្រូវឲ្យស្គាល់ថាស្រៈនីមួយៗនេះគេអានថាម៉េចបាទអញ្ចឹង OE ត្រសក់ UU បាទ UU គឺ UU ទឹកដោះគោបាទ UU ទឹកដោះគោបាទ UU ទឹកដោះគោអីគេទៀតបាទ EU ហេតុផលណា E នេះ E គឺ E E នេះស្អីគេ U អញ្ចឹងយកបាទ E បូកមួយ U បាទអញ្ចឹងបូកចូលគ្នាទៅអានថា EU EU ហេតុផល EU ហេតុផលហើយអីគេទៀតបាទយក U យក U គឺយក U យក U ពេលទំនេរបាទណាយកនេះយកនេះគឺយកបូកជាមួយនឹង U បាទអានថាយក U យក U ពេលទំនេរបាទ U អាណា U នេះ U នេះស្អីគេអាចឹង U អាប្រែថាក្មេងកំព្រាបាទ U អាក្មេងកំព្រាបាទអីទៀតយកអ៊ូសត្វកញ្ជ្រោងបាទយកអ៊ូសត្វកញ្ជ្រោងណាយកបាទនេះស្រៈយកបូកជាមួយនឹងអ៊ូអានថាយកអ៊ូបាទយកអ៊ូសត្វកញ្ជ្រោងបាទអីទៀតអាអ៊ីថាម៉េចអាអ៊ីកូនក្មេងអញ្ចឹងបាទអាអ៊ីកូនក្មេងបាទអញ្ចឹងទាំងអស់នេះគឺសុទ្ធតែជាស្រៈបាទជាស្រៈចឹងអត់អ្នកនរគ្នាបាទជាស្រៈអញ្ចឹងជាស្រៈដែលផ្សំឡើងអំពីស្រៈតូលទាំងអស់នេះសួរថាប្រសិនជាអ្នកនរគ្នាអត់ចេះស្រៈតូលទាំងអស់នេះទេអ្នកនរគ្នាអាចយកមកនេះបានអត់បាទយកមកអាននេះបានអត់គឺអត់បានទេចឹងហើយបាទខ្ញុំអរអ្នកនរគ្នាសរសេរមួយតួអក្សរបាទអានេះបាទ10បន្ទាត់យ៉ាបាទ10បន្ទាត់បាទអបាទ10បន្ទាត់យ៉បាទ10បន្ទាត់អូបាទ10បន្ទាត់យូបាទ10បន្ទាត់អ៊ូបាទ10បន្ទាត់យូបាទ10បន្ទាត់អ៊ឺបាទ10បន្ទាត់អ៊ីបាទ10បន្ទាត់បងអ្នកនរគ្នាបើអ្នកនរគ្នាមិនសរសេរដូចនេះទេអ្នកទាំងអស់គ្នាមិនអាចអានពាក្យទាំងអស់នេះបានទេអញ្ចឹងបើអ្នកនរគ្នាចង់ឲ្យអ្នកនរគ្នាទៅចេះអ្នកនរគ្នាត្រូវតែខំប្រឹងបាទខំប្រឹងណាមិនរៀនលេងអ្នកនរគ្នាចង់បានលទ្ធផលមែនទេបាទអញ្ចឹងអ្នកនរគ្នាត្រូវតែរៀនបាទដោយយកចិត្តទុកដាក់មែនតើហើយសិភៅសរសេរបាទយកមកសរសេរក៏យើងពេញមកសរសេរចឹងអ្នកនរគ្នាត្រូវសរសេរបាទអ្នកនរគ្នារៀនបាទផ្ទាល់ក៏ដូចរៀនតាមរយៈវីដេអូដែរបាទអញ្ចឹងខ្ញុំបញ្យល់ក្បោះក្បាយដូចគ្នាហើយអ្នកទាំងអស់គ្នាបាទបញ្យល់បន្ថែមអ្នកនរគ្នាមកដល់ថ្នាក់អាចសួរខ្ញុំបន្ថែមបានឬក៏អាចឆាតសួរនៅក្នុងនោះបានណាបាទ
ចឹងអ្នកនរគ្នាត្រូវតែចាំបាទទាំងអស់នេះចឹងរាប់តាមខ្ញុំដល់ទីមកអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីបាទអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីអូខេតោះនេះអ្នកនរគ្នាបាទចឹងយើងកលេចមកមើលរាប់បាទតាមខ្ញុំអ្នកនរគ្នាអូ5អ៊ី2អូអ៊ីត្រសក់អ៊ូយូទឹកដោះគោអ៊ីយូហេតុផលបាទយ៉យូពេលទំនេរយូអាក្មេងកំព្រាយ៉យូសត្វកញ្ជ្រោងអាអ៊ីបាទអាអ៊ីគឺក្មេងសំទោសនេះបាទយ៉អ៊ូបាទយ៉អ៊ូសត្វកញ្ជ្រោងបាទអាអ៊ីកូនក្មេងតោះនេះអ្នកនរគ្នាបាទអញ្ចឹងគឺសម្រាប់ស្រៈតូចយើងមានតែប៉ុណ្ណឹងបាទអញ្ចឹងយើងចប់ស្រៈតូចយើងទៅចូលស្រៈសំបាទយើងនឹងបន្តទៅតាមលំដាប់របស់វាបាទអញ្ចឹងទាំងអស់នេះឲ្យឈ្មោះថាមូលដ្ឋានគ្រឹះភាសាកូរ៉េបាទបើទាំងអស់គ្នាអត់ចេះទាំងអស់នោះទេអ្នកនរគ្នាគឺអត់អាចតមរៀនទៅមុខបានទេបាទសូមអរគុណបាទយើងនឹងរងចាំសម្រាប់បាទស្រៈផ្សំបន្តទៀត